កាលពីសម័យបុរាណការលេចឡើងនៃផ្កាយដុះកន្ទុយនៅលើមេឃងងឹតតែងតែត្រូវបានមនុស្សមើលឃើញដោយក្តីភ្ញាក់ផ្អើលនិងជួនកាលថែមទាំងត្រូវបានចាត់ទុកជាប្រផ្នូលផ្សេងៗទៀតផងប៉ុន្តែនៅក្នុងសម័យទំនើបនេះវិទ្យាសាស្ត្របានបើកកាយការពិតដ៏អស្ចារ្យអំពីដុំភ្លើងដ៏អាចកំបាំងទាំងនេះយោងតាមទិន្នន័យផ្លូវការពីទីភ្នាក់ងារអវកាសអាមេរិក NASA ផ្កាយដុះកន្ទុយគឺជាដុំទឹកកកធូលីនិងថ្មដែលជាសំណល់សល់ពីការកកើតប្រព័ន្ធព្រះអាទិត្យកាលពីប្រមាណ 4.6 ប៊ីលានឆ្នាំមុនអ្នកវិទ្យាសាស្ត្រជារឿយៗប្រៀបធៀបផ្កាយដុះកន្ទុយទៅនឹងដុំព្រិលកខ្វក់ឬ dirty snowballs ដែលហោះហើរនៅក្នុងលំហអាកាសដ៏ធំល្វឹងល្វើយអ្នកវិទ្យាសាស្ត្របានពន្យល់ថានៅពេលផ្កាយដុះកន្ទុយធ្វើដំណើរនៅឆ្ងាយពីព្រះអាទិត្យវាគ្រាន់តែជាដុំទឹកកកងងឹតមួយប៉ុណ្ណោះប៉ុន្តែនៅពេលដែលកន្លងរបស់វាវិលមកជិតព្រះអាទិត្យកម្ដៅដ៏ខ្លាំងក្លាពីព្រះអាទិត្យនឹងធ្វើឲ្យទឹកកកនិងឧស្ម័ននៅលើផ្ទៃរបស់វារលាយហើយប្រែជាចំហាយភ្លាមៗចំហាយឧស្ម័ននិងធូលីទាំងនេះបង្កើតបានជាពពកពន្លឺជុំវិញស្នូលហៅថា coma ហើយត្រូវបានខ្យល់ព្រះអាទិត្យច្រានឲ្យផ្លុំចេញទៅខាងក្រោយបង្កើតបានជាកន្ទុយដ៏វែងអន្លាយប្រវែងរាប់លានគីឡូម៉ែត្រដែលយើងមើលឃើញពិភពផែនដីតាមការចុះផ្សាយរបស់ទស្សនាវដ្តីព័ត៌មានអវកាស space.com ផ្កាយដុះកន្ទុយភាគច្រើនមានប្រភពមកពីតំបន់ឆ្ងាយដាច់ស្រយាលនៃប្រព័ន្ធព្រះអាទិត្យដូចជាតំបន់ Kuiper Belt ដែលនៅហួសភព Neptune និងតំបន់ Oort Cloud ផ្កាយដុះកន្ទុយខ្លះត្រូវការពេលត្រឹមតែរាប់សិបឆ្នាំដើម្បីវិលជុំវិញព្រះអាទិត្យមួយជុំប៉ុន្តែខ្លះទៀតត្រូវការពេលរាប់ម៉ឺនឬរាប់សែនឆ្នាំឯណោះលើសពីនេះរបាយការណ៍សិក្សាពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានបញ្ជាក់ថាផ្កាយដុះកន្ទុយមិនត្រឹមតែជាបាតុភូតធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាក៏អាចជាអ្នកនាំសារនៃជីវិតផងដែរអ្នកវិទ្យាសាស្ត្រជឿជាក់ថាការបុកទង្គិចនៃផ្កាយដុះកន្ទុយមកលើភពផែនដីកាលពីមុនអាចជាអ្នកនាំយកទឹកនិងសារធាតុសរីរាង្គសំខាន់ៗដែលជាធាតុផ្សំគ្រឹះនៃជីវិតមកកាន់ភពផែនដីរបស់យើងការសិក្សាស្រាវជ្រាវអំពីផ្កាយដុះកន្ទុយនៅតែបន្តធ្វើឡើងយ៉ាងសកម្មដើម្បីជួយឲ្យមនុស្សជាតិយល់កាន់តែច្បាស់អំពីប្រភពដើមនៃភពផែនដីនិងប្រព័ន្ធព្រះអាទិត្យទាំងមូល